ខ្ញុំជឿជាក់ថាបញ្ហាគ្រឿងញៀននេះបើគ្មានការពាក់ព័ន្ធទៅនឹងផ្ទៃក្នុងទេអ្នកពាក់ព័ន្ធទេបែបគ្រឿងញៀននេះវាមិនសូវធំដល់ប៉ុណ្ណេះទេហើយអានេះខ្ញុំនិយាយតែម្ដងព្រោះតែធម្មតាអ្នកអនុវត្តជួមុខឃើញស្គរតែតែចង់បានអញ្ចឹងហើយខ្ញុំសូមពីវេទិកានេះពន្លាតនៃការផ្សព្វផ្សាយសូមកុំឲ្យប៉ះពាល់ឬមួយច្រឡោកច្រឡំជាមួយក្រុមនេះព្រោះតែប៉ះពាល់ហើយមិនទាន់បានអ្នកណាឃើញថារ៉ូស៊ីគ្រឿងញៀនបានទទួលបានជោគជ័យក្រៅពីការបដិញ្ញចេញក្របខ័ណ្ឌឬមួយឈានទៅដល់ការជាប់ទោសទណ្ឌទៀតអញ្ចឹងសម្រាប់កិច្ចការនេះខ្ញុំក៏សូមឲ្យមានការយកចិត្តទុកដាក់និងពង្រឹងនិងពន្លាតទៅការស្រាវជ្រាវហើយស្រាវជ្រាវមិនមែនតែត្រឹមស្រាវជ្រាវតែពួកអ្នកជួញដូរទេស្រាវជ្រាវពេលខ្លះពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់យើងទៅស្រាវជ្រាវពន្លាតនៃការសមត្ថកិច្ចរបស់យើងដែរបើមិនចឹងទេនៅនឹងស្គរនឹងសមោចស្គរថ្ងៃក្រោយយើងជាអ្នករងទាំងអស់គ្នានៅលើនេះអត់មានកម្លាំងទេនៅលើនេះជាអ្នកដាក់ផែនការនិងគោលនយោបាយប៉ុន្តែកម្លាំងគឺនៅខាងក្រោមក្នុងការអនុវត្តហើយសូមឲ្យខាងក្រោមកុំឲ្យមានការប្រធានស្អីប៉ុន្តែអនុប្រធានមួយចំនួនមានការទិញទឹកចិត្តដល់ពេលអញ្ចឹងទៅព័ត៌មានមួយចំនួនមិនទាន់ចុះបង្ក្រាបផងដឹងអស់លីសំណួរសួរថាព័ត៌មានវាមិនដែលបែកបើគ្មានការផ្ដល់ជូនមុននោះទេចឹងហើយខ្ញុំសូមឲ្យយើងយល់ទាំងអស់គ្នាហើយក៏សូមឲ្យមានការចូលរួមហើយលើកនេះខ្ញុំគិតថាយើងគួរតែដល់វគ្គកាត់សាច់ហើយឆ្លោះកញ្ចក់មួយទឹកស្អីហ្នឹងហួសពេលហើយព្រោះម្ដងមកនេះបើមិនចឹងទេអនាគតកូនយើងចៅយើងអ្នកដែលបន្តវេនអនាគតសម្រាប់ប្រទេសជាតិរបស់យើងស្មើនឹងសូន្យងាកទៅប្រើមិនបានព្រោះអាឡ័យញៀនថ្នាំអស់ហើយងាកទៅមិនបានអាឡ័យស្វឹងអាឡ័យជក់អាឡ័យនេះអស់ហើយឧទាហរណ៍ចឹងហើយខ្ញុំគិតថាត្រូវចូលរួមទាំងអស់គ្នាកុំគិតថារឿងនេះសម្រាប់តែកងកម្លាំងឬមួយអាជ្ញាធរឬមួយអ្នកដែលពាក់ព័ន្ធដែលគាត់មានតួនាទីនៅទីនេះទេប៉ុន្តែយើងត្រូវចូលរួមទាំងអស់គ្នាហើយក៏ខ្ញុំសូមពីវេទិកានេះគាត់បើកទេគឺថាសូមឲ្យអាដាមប្រធានពន្ធនាគារទាំងអស់ចូលចិត្តទុកដាក់ទៅលើបញ្ហានេះម្ដងហើយម្ដងទៀតហើយនឹងមានការចុះត្រួតពិនិត្យនៅពេលកុំមុខចាប់ចោលនេះព្រោះឥឡូវយើងទៅសម្អាតផ្ទះយើងមុនទៅសម្អាតផ្ទះគេបើមិនចឹងទេច្អល់មុខដាក់គ្នាចេះទឹកដាក់គ្នាវាអត់ល្អបងប្អូនទាំងអស់គ្នាបានស្ដាប់វីដេអូខាងដើមហើយតេតិនទៅនឹងឯអាដាមសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកមានប្រសាសន៍ថាគ្រឿងញៀននៅកម្ពុជាដែលរីកស្គុះស្គាយធំធាត់ធំទៅនេះគឺដោយសារមានការពាក់ព័ន្ធនៅខាងក្នុងគឺពាក់ព័ន្ធទៅនឹងអាជ្ញាធរប៉ូលីសនឹងតែម្ដងដែលជាអ្នកជួញដូរឬក៏ទាហាននេះហើយដែលសូមឲ្យតែអាដាមរដ្ឋមន្ត្រីក៏លោកដឹងច្បាស់ហើយថាការជួញដូរគ្រឿងញៀនដែលមានការរីកធំនេះមិនមែនដោយសារប្រជាពលរដ្ឋធម្មតាទេគឺដោយសារមានការពាក់ព័ន្ធទៅនឹងអាជ្ញាធរមន្ត្រីប៉ូលីសនគរបាលឡើងតែម្ដងដែលជាអ្នកមេជាអ្នកសញ្ញាដែលអនុញ្ញាតឬក៏ជួញដូរតែម្ដងនេះហើយដែលរឿងរ៉ាវនេះវាមិនមែនជាត្រឹមតែប៉ុណ្ណឹងទេគឺអាដាមក៏លោកបានអាដាមរដ្ឋមន្ត្រីក៏លោកបានដឹងច្បាស់ខ្លួនឯងហើយថាវាមានការពាក់ព័ន្ធជាមួយមន្ត្រីនឹងឯងបាទអាចទៅរួចហើយបើសិនជាមនុស្សធម្មតានឹងមកជួញដូរក៏ទៅអត់រួចដែរបងប្អូនមនុស្សធម្មតាមកជួញដូរគ្រឿងញៀនទៅអត់រួចទេតលតែមានអ្នកមានអំណាចណាមួយដែលជាអ្នកជួញដូរជាមេខ្លោងមិនអាចទៅរួចហើយគ្រឿងញៀននេះគឺរីកស្គុះស្គាយហើយបងប្អូនរីកស្គុះស្គាយហើយទៅតាមចូលមកដល់ស្រុកភូមិហើយកាលពីនៅកន្លះហោមសឃើញលោកនៅកាន់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏លោកបានធ្លាប់ប្រកាសឲ្យថាគ្រឿងញៀនបានចូលមកដល់ស្រុកភូមិយើងហើយបច្ចុប្បន្នហ្នឹងគ្រឿងញៀនបានចូលមកដល់ស្រុកភូមិហើយបើថាភូមិខ្ញុំវិញគឺចូលហើយសែបហើយចេះបងប្អូនមកនៅបាត់ដំបងបើយើងមើលកន្លែងគ្រឿងញៀនដែលខ្លាំងដែរនៅភ្នំសពៅក៏ខ្លាំងដែរបងប្អូនភ្នំសពៅក៏កន្លែងជួញដូរគ្រឿងញៀនឬក៏ប្រើប្រាស់គ្រឿងញៀនកំពូលដែរនៅប្លុកភ្នំសពៅហ្នឹងហើយក៏អត់ទាន់មានឃើញការធ្វើបំបែកចេញដែរគឺនៅតែបន្តជួញដូរលក់ខ្សែគ្រឿងញៀនដដែលទេហើយការប្រើប្រាស់គ្រឿងញៀននេះវាប្រើប្រាស់យកទៅធ្វើឲ្យសតិស្មារតីរបស់យើងហ្នឹងវាទៅជាលីលើនិយាយស្ដាប់គ្នាអត់បានទេអញ្ចឹងខ្ញុំធ្លាប់ឃើញអ្នកភ្នំសពៅមួយបានខ្សែគ្រឿងញៀនហ្នឹងបងប្អូនខ្សែគ្រឿងញៀនហ្នឹងដល់ពេលគាត់ខ្សែខ្លាំងទៅវាទៅជាគាត់ដើរនិយាយតែឯងលេលើអញ្ចឹងទៅលែងស្គាល់ម៉ែស្គាល់ឪនេះហើយដែលជាអំណាចនៃការប្រើប្រាស់គ្រឿងញៀនធ្ងន់ធ្ងរខ្លាំងពេកដែលធ្វើឲ្យសតិស្មារតីហ្នឹងគឺលែងស្គាល់ឃើញដឹងឮអីទាំងអស់នេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានហាមដាក់បំរាម
មិនឲ្យពលរដ្ឋកម្ពុជានឹងប្រើប្រាស់គ្រឿងញៀនទេឬក៏ជួញដូរគ្រឿងញៀនទេវាខុសនឹងច្បាប់ដែលយើងបានចាត់វិធានការយ៉ាងតឹងរ៉ឹងហើយប៉ុន្តែនៅតែមានការលក់ឬក៏ជួញដូរខ្សែគ្រឿងញៀនដដែលទេនៅក្នុងប្រទេសកម្ពុជាដូច្នោះហើយទើបអាយឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសសុខាលោកមានប្រសាសន៍កាលពីថ្ងៃមុនថាលោកជឿជាក់ថាការប្រើប្រាស់គ្រឿងញៀនហ្នឹងគឺវាមានការពាក់ព័ន្ធនឹងមន្ត្រីនៅក្នុងជួរនឹងតែម្ដងណាមន្ត្រីបើអត់មានការពាក់ព័ន្ធទេគ្រឿងញៀនក៏អត់រីកស្គុះស្គាយបែបហ្នឹងដែរអញ្ចឹងវាអញ្ចឹងបងប្អូនវាអញ្ចឹងវាអញ្ចឹងគឺដោយសារបើសិនជាប្រជាពលរដ្ឋធម្មតាជួញដូរឬក៏អីក៏តើអត់រួចដែរចាប់លឿនបំផុតដែរប៉ុន្តែដោយសារចាប់មិនបានដោយសារវាមានអ្នកធំនៅពីក្រោយហ្នឹងឯងដែលជាអ្នកកាងឬក៏ជាអ្នកលក់ជួញដូរតែម្ដងអញ្ចឹងបច្ចុប្បន្ននេះឃើញថារដ្ឋនាយករដ្ឋមន្ត្រីអាណត្តិទី6នេះរាល់មន្ត្រីរូបណាក៏ដោយមន្ត្រីសង្គមស៊ីវិលមន្ត្រីស៊ីវិលឬក៏មន្ត្រីកងកម្លាំងប្រដាប់អាវុធដែលប្រើប្រាស់គ្រឿងញៀនធ្វើតេស្តឃើញសារធាតុញៀនហើយគឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌអញ្ចឹងបងទាហានដែលប៉ូលីសដែលប្រើប្រាស់គ្រឿងញៀនមេត្តាផ្អាកឈប់ទៅហើយនឹងបងប៉ូលីសទាហានដែលកំពុងតែជួញដូរគ្រឿងញៀនក៏ផ្អាកទៅវាដល់ពេលវេលាដែលរាជរដ្ឋាភិបាលកម្ពុជាកំចាត់ហើយវាកាត់ហើយអត់អាចទុកបានទៀតទេអត់អាចទុកបានទៀតទេអញ្ចឹងនៅតាមអង្គភាពមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលកំពុងតែប្រើប្រាស់គ្រឿងញៀនឬក៏កំពុងតែជួញដូរខ្នាតធំឯនោះសូមមេត្តាបោះបង់ចោលទម្លាក់ចោលទៅវាមិនបានរីកចម្រើនដល់ប្រទេសកម្ពុជាយើងទេវាធ្វើឲ្យកម្ពុជាយើងកាន់តែអាប់អន់ទៅកាន់តែយ៉ាប់យ៉ឺនទៅតើតើនឹងប្រើនឹងគ្រឿងញៀនតែម្ដងអញ្ចឹងគ្រឿងញៀននេះគឺវាសាហាវវាអាចធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គមខូចនៅធនធានមនុស្សខូចនៅជីវិតនៃការរស់នៅរបស់ប្រជាជនកម្ពុជាយើងដែលអូសទាញប្រជាជនយុវជនយើងទៅខ្សែគ្រឿងញៀនធ្វើឲ្យបាត់បង់នៅធនធានមនុស្សរបស់យើងធ្វើឲ្យប្រទេសកម្ពុជាយើងកាន់តែវេទនាទៅកាន់តែចាប់យើងទៅដោយសារគ្រឿងញៀននឹងតែម្ដងអញ្ចឹងហេតុអីបានមនុស្សយើងចូលចិត្តគ្រឿងញៀនដោយសារគ្រឿងញៀននេះធ្វើឲ្យយើងសប្បាយភ្លេចអីទាំងអស់ភ្លេចអីទាំងអស់ភ្លេចជាតិភ្លេចខ្លួនឯងលែងស្គាល់ខ្លួនឯងលែងស្គាល់ពុកម្ដាយនេះហើយដែលមនុស្សយើងចង់ស្គាល់ចង់សាកអារសជាតិហ្នឹងប៉ុន្តែវាអត់មានអីរីកចម្រើនដល់ជីវិតទេវាធ្វើឲ្យខាតបង់សតិស្មារតីខាតបង់នៅពេលវេលាទ្រព្យសម្បត្តិជីវិតរបស់យើងទេអញ្ចឹងបងប្អូនខ្ញុំមានបងប្រុសម្នាក់ដែលគាត់ទៅធ្វើការនៅថៃគាត់ធ្វើការនៅថៃរយៈពេល 4-5 ឆ្នាំគាត់ត្រឡប់មកវិញគាត់មានលុយទិញ pass up រត់គាត់ទិញ pass up រត់ហើយរត់បានប្រហែលស្រាប់ឃើញគាត់ដូរពី pass up មកទិញម៉ូតូ 022 ទិញម៉ូតូរត់ដុំហើយស្រាប់ក្រោយមកក៏គាត់អស់ទាំងម៉ូតូនឹងទៀតហើយឃើញគាត់ចាប់ដើមដើរនិយាយតែឯងអញ្ចឹងនេះឥទ្ធិពលដែលគាត់ខ្សែបគប់មនុស្សខុសរត់ pass up រត់យប់ចុះឡើងខ្សែបគប់អ្នកជក់គ្រឿងញៀនទៅខ្សែបលក់ម៉ូតូលក់ pass up សល់លុយខ្លះទិញម៉ូតូទុកខ្លះខ្សែបគ្រឿងញៀនខ្សែបយូរទៅអស់លុយលក់អាម៉ូតូនឹងទៀតខ្សែបរហូតដល់ឈួតដើរនិយាយតែឯងអញ្ចឹងមនុស្សដែលជាមានសតិស្មារតីល្អធម្មតានៅពេលដែលខ្សែបគ្រឿងញៀនពឹកទ្រព្យសម្បត្តិក៏អាលេសតិស្មារតីក៏លែងជាមនុស្សនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែទប់ស្កាត់ហើយបច្ចុប្បន្ននេះឃើញថាអាដាមសន្តិបណ្ឌិតអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសសុខាលោកក៏បានប្រកាសហើយថាគ្រឿងញៀនដែលកំពុងតែរីកស្គុះស្គាយកំពុងតែដុះដាលនៅប្រទេសកម្ពុជានេះគឺវាពាក់ព័ន្ធនឹងមន្ត្រីធំនឹងតែម្ដងចឹងឥឡូវនេះឃើញថាអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកកំពុងតែវះកាត់មន្ត្រីណាដែលប្រព្រឹត្តបទល្មើសគឺត្រូវបញ្ជូនទៅតាមព្រំដែនអត់ឲ្យនៅទៀតទេដល់ពេលវេលាដែលលោកត្រូវវះកាត់ហើយអញ្ចឹងបច្ចុប្បន្នឃើញថាការខ្សែបគ្រឿងញៀនវាចូលទៅដល់ភូមិស្រុកហើយមិនមែនចូលទៅដល់ត្រឹមភូមិស្រុកទេវាចូលទៅដល់ប្រទាយទាហានប្រទាយប៉ូលីសអស់ហើយវាចូលទៅដល់ហ្នឹងអស់ហើយទៅហើយអញ្ចឹងដល់ពេលដែលរាជរដ្ឋាភិបាលកម្ពុជាឬក៏អាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកដល់ពេលវេលាវះកាត់ហើយអត់អាចទុកបានទេលោកឌឺតេតេដែលជាប្រធានាធិបតីដែលកម្ចាត់គ្រឿងញៀនខ្លាំងជាងគេនៅលើពិភពលោកឥឡូវនេះបច្ចុប្បន្ននេះការពីលោកនៅគ្រប់គ្រង
នៅកាន់តំណែងជាប្រធានាធិបតីឃើញថាលោកកំចាត់គ្រឿងញៀនបានល្អមែនទែនគឺរាល់មន្ត្រីឬប្រជាពលរដ្ឋណាដែលប្រើប្រាស់គ្រឿងញៀនសេពគ្រឿងញៀនលក់គ្រឿងញៀនគឺនៅពេលដែលចាប់បានហើយធ្វើតេស្តឃើញហើយថាបានប្រើប្រាស់គ្រឿងញៀនឬក៏ជួញដូរគ្រឿងញៀនគឺត្រូវបានប្រហារជីវិតតែម្ដងគឺនៅពេលហ្នឹងគឺអ្នកជក់គ្រឿងញៀនសេពគ្រឿងញៀនប្រើប្រាស់គ្រឿងញៀនលក់គ្រឿងញៀនគឺស្លាប់រង្គាលដែលធ្វើឲ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់នោះភ័យខ្លាចលែងហ៊ានប្រើប្រាស់លែងហ៊ានលក់នេះជាអ្វីដែលលោកប្រធានាធិបតីឌឺតេតេបានធ្វើការពីលោកនៅកាន់អំណាចប៉ុន្តែបន្ទាប់ពីលោកចុះពីអំណាចពុបត្រូវបានអង្គការ ICC ចាប់លោកទៅដើម្បីសាកសួរថាលោកនឹងគឺបទមានទោសពីបទប្រឆាំងមនុស្សជាតិប៉ុន្តែបើយើងមើលពីបើលោកមិនធ្វើអញ្ចឹងទេក៏វាប្រទេសរបស់គាត់នឹងក៏តអត់រួចដែរគឺពោពេញទៅដោយគ្រឿងញៀនតែម្ដងនៅពេលដែលលោកមិនទាន់កាន់អំណាចគឺលោកបានសម្លឹងឃើញហើយថាគោលនយោបាយរបស់លោកគឺលោកត្រូវតែកម្ចាត់គ្រឿងញៀននឹងមុនគេវះកាត់គ្រឿងញៀននឹងមុនគេព្រោះអីនៅពេលដែលលោកមិនទាន់កាន់អំណាចគឺមន្ត្រីទាំងអស់ហ្នឹងគឺប្រើប្រាស់គ្រឿងញៀនបាត់ទៅហើយគឺកំពុងតែពុកឆ្លុកវង្វេងក្នុងការប្រើប្រាស់គ្រឿងញៀនប្រជាពលរដ្ឋមួយចំនួនធំក៏កំពុងតែឆ្លុកវង្វេងប្រើប្រាស់គ្រឿងញៀនដូចគ្នាអញ្ចឹងលោកមានគោលនយោបាយមួយថាដាក់នឹងឡើងជាប្រធានាធិបតីពុបលោកនឹងកំទេចគ្រឿងញៀននឹងមុនគេឃើញថាលោកធ្វើបានជោគជ័យមែនជោគជ័យមែនទែនហើយប្រជាពលរដ្ឋដែលត្រូវបានចាប់នឹងដែលប្រើប្រាស់គ្រឿងញៀនត្រូវបានប្រហារជីវិតចោលតែម្ដងបើទុកនៅក៏វាមានចំណេញអីដែរបងប្អូនអ្នកប្រើប្រាស់គ្រឿងញៀននោះធ្លាប់ប្រើហើយយកទៅមណ្ឌលកែប្រែនឹងមកវិញនឹងជក់ទៀតអត់កែមិនបានណាបងប្អូនកែបានទេធ្លាប់អញ្ចឹងគឺដាក់ពិន័យមួយនេះចាប់បានប្រហារជីវិតអញ្ចឹងយូរទៅអ្នកទាំងអស់ហ្នឹងគឺអ្នកក្រោយហ្នឹងគឺអត់ហ៊ានប្រើប្រាស់អត់មានហ៊ានលក់អីទៀតទេនេះហើយអ្វីដែលគោលនយោបាយរបស់លោកប្រធានាធិបតីឌឺតេតេបានធ្វើការពីលោកនៅកាន់តំណែងប៉ុន្តែបន្ទាប់ពីលោកអស់តំណែងអស់អំណាចទៅត្រូវបានរដ្ឋាភិបាលប្រធានាធិបតីចំនួនក្រោយនឹងហើយបានសហការជាមួយអង្គការប្រឆាំងមនុស្សជាតិអង្គការ ICC នឹងចាប់លោកយកទៅដើម្បីសាកសួរឬក៏ដាក់ទោសទណ្ឌពីបទប្រឆាំងមនុស្សជាតិស្លាប់មនុស្សជាតិជាដើមអញ្ចឹងសម្រាប់ខ្ញុំគ្រប់គ្រងទៅលើចំណាត់ការរបស់លោកប្រធានាធិបតីឌឺតេតេដែលលោកបានលះបង់ពេលវេលាកម្លាំងកាយចិត្តក្នុងការកំទេចគ្រឿងញៀនចោលក្នុងប្រទេសរបស់លោកប្រទេសកម្ពុជាបើសិនជាអត់មានភាពតឹងរឹងដាក់កម្រិតទៅអ្នកប្រើប្រាស់គ្រឿងញៀនឬក៏អ្នកជួញដូរទេទៅអត់រួចទេនៅតែបានតែប៉ុណ្្នឹងឯងគឺពួកនឹងអត់ខ្លាចអត់ញើតពីផ្ដើមចេញពីអ្នកធំដែរជាអ្នកលក់ជាអ្នកប្រើប្រាស់គ្រឿងញៀនដែលអាងខ្សែអញ្ចឹងនៅតែលក់ចេញរហូតអញ្ចឹងបើអត់មានទោសទណ្ឌណាមួយចាប់អ្នកលក់គ្រឿងញៀនចាប់អ្នកសេពគ្រឿងញៀនហើយដាក់គុកបាន1ខែ2ខែ3ខែ1ឆ្នាំហើយលែងមកវិញពួកនោះមានអីទៅខ្លាចបើជាប់គុកហើយមកវិញ2-3ខែឬ1ឆ្នាំមកវិញដែរអញ្ចឹងអត់ញើតក្នុងការប្រើប្រាស់អត់ញើតក្នុងការលក់ដូរទេអញ្ចឹងពួកហ្នឹងគួរតែបានមានកម្រិតវិន័យណាមួយក្នុងការដាក់ទោសទណ្ឌដើម្បីឲ្យខ្លាចចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាឥឡូវនេះឃើញថារដ្ឋាភិបាលកម្ពុជាលោកមានចំណាត់ការព្រមទាំងអាដាមសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកក៏បានកំពុងតែវះកាត់មន្ត្រីពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនឬក៏ជួញដូរគ្រឿងញៀនហើយអញ្ចឹងលោកក៏បានបញ្ជាក់ថាមន្ត្រីក្នុងជួររដ្ឋាភិបាលក្រសួងមហាផ្ទៃនៅប្រព្រឹត្តបទល្មើសខុសនឹងវិន័យរបស់ក្រមសីលធម៌របស់មន្ត្រីគឺលោកនឹងត្រូវបានបញ្ជូនទៅព្រំដែនរយៈពេល3ខែទៅ6ខែដើម្បីឲ្យដឹងច្បាស់ថាតើវិន័យនេះដាក់ទៅកម្រិតទៅអ្នកប្រព្រឹត្តបទល្មើសខុសនឹងវិន័យក៏ជួរក្នុងក្របខ័ណ្ឌនគរបាលជាតិនេះហើយដែលអាដាមសន្តិបណ្ឌិតសសុខាលោកបានដាក់ចេញហើយលោកកំពុងតែពិចារណាបាទកំពុងតែពិចារណា